ក្រុមហ៊ុនតាកាឌីគឺជាក្រុមហ៊ុនមួយដែលមានប្រវត្តិតាំងពីឆ្នាំ1940ក៏ទៅគឺជិត100ឆ្នាំហើយនាងខ្ញុំឈ្មោះសៀល សម៉ាលីនគឺជាអគ្គនាយិការបស់ក្រុមហ៊ុនតាកាឌីដែលក្រុមហ៊ុនរបស់យើងគឺមានប្រវត្តិយូរលង់ណាស់មកហើយតាំងពីឆ្នាំ1940នាងខ្ញុំគឺជាចំនួនទី3នៃគ្រួសារដែលផលិតផលរបស់យើងគឺផលិតនៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដងតាមពិតទៅការនាងខ្ញុំនៅតូចនាងខ្ញុំធ្លាប់បានជួយទាក់ទងជាមួយនឹងការផលិតជាមួយនឹងប៉ាហើយនឹងម៉ារបស់នាងខ្ញុំហើយនាងខ្ញុំជាអ្នកផលិតដោយផ្ទាល់ជាមួយពួកគាត់តែម្ដងអញ្ចឹង process នៃការផលិតគឺនាងខ្ញុំបានច្បាស់តាំងពីតូចហើយប៉ាក៏គាត់ធ្លាប់និយាយថាឲ្យនាងខ្ញុំកាន់អាជីវកម្មមួយហ្នឹងទៅកូនទុកស្នងជាចំនួនបន្តអញ្ចឹងណាប៉ុន្តែនាងខ្ញុំជាកូនម្នាក់ដែលរឹងរូសមែនតែនហ្មងគឺអត់ព្រមទទួលអាជីវកម្មនឹងជាដាច់ខាតគឺបដិសេធរហូតដល់ដំណាក់កាលមួយគឺគេហៅថាសម័យកូវីដគឺនាងខ្ញុំរកអីអត់បានទេអាជីវកម្មរបស់ខ្ញុំគឺត្រូវបិទទ្វារហើយខ្ញុំនៅផ្ទះហើយខ្ញុំមាន baby មួយទៀតគឺកូនទី4របស់នាងខ្ញុំដែលជាកូនស្រីហ្នឹងគឺខ្ញុំធ្វើអីអត់កើតទេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមរៀនលក់អនឡាញប៉ុន្តែតើតោងជាមួយនឹងការលក់អនឡាញរបស់ខ្ញុំគឺខ្ញុំអត់បានលក់ជាមួយផលិតផលខ្លួនឯងទេគឺខ្ញុំយកផលិតផលគេមកលក់យើងលក់ទីផ្សារគឺផ្ទុះខ្លាំងមែនតើបន្ទាប់ពីឃើញថាលក់ផលិតផលវាដំណើរការល្អក៏សម្រេចចិត្តយកផលិតផលប៉ាមកលក់សាកល្បងដែលជាផលិតផលដែលកំពុងស្រាតអត់មានម៉ាកយីហោអីទាំងអស់នៅពេលដែលចាប់ផ្ដើមលក់ទៅលើទីផ្សារគឺទីផ្សារផ្ទុះខ្លាំងមែនតើតែម្ដង feedback ភ្ញៀវមកហូរហែហើយក្នុងនាងខ្ញុំជាកូនម្នាក់នេះគឺមានអារម្មណ៍ថារំភើបហើយរីករាយខ្លាំងមែនតើតែម្ដងក៏ចាប់ផ្ដើមតាំងចិត្តថាខ្ញុំនឹងធ្វើឲ្យផលិតផលមួយនេះផ្ទុះខ្លាំងនៅលើទីផ្សារពីព្រោះវាបានជួយដល់មនុស្សជាច្រើនអ្នកដែលផលិតផលយើងគឺមានគុណភាពយ៉ាងពិតប្រាកដនាងខ្ញុំក៏យកផលិតផលទាំងអស់ហ្នឹងរៀបចំស្តង់ដារម្ដងមួយដែលបច្ចុប្បន្ននេះគឺក្រុមហ៊ុនយើងគឺទទួលបាននៅស្តង់ដារ GMP ហើយចាដែលជា GMP ទទួលស្គាល់ដោយក្រៅប្រទេសផងដែរចាបច្ចុប្បន្នផលិតផលតាកាឌីបានអាប់ដេតខ្លួនពីផលិតផលមួយមុខคล้ายទៅជាផលិតផល10មុខដោយពុកម៉ែបងប្អូនបានឃើញនេះអញ្ចឹងគឺយើងមានតាក់ទងជាមួយនឹងឈុតប្រេងសំរុក្ខជាតិឯកទេសក្រពះពោះវៀននិងឬដូងបាតឈុតប្រេងសំរុក្ខជាតិឯកទេសតាក់ទងជាមួយនឹងបញ្ហាសរសៃប្រេះឆ្អឹងស្រាំឆ្អឹងពីការសាប់មកយហៀងខ្លួនចាឆ្លោះក្រិចហើមចុកដៃចុកជើងអីគឺប្រកែមែនតែម្ដងដែលយើងមានទាំងថ្នាំគ្រាប់ញ៉ាំជាប្រភេទប្រេងហើយនិងប្រេងរឹតទៀតផងដែរចាហើយយើងមានក្រមួនលាបឯកទេសឬដូងបាតនិងក្រពះពោះវៀនហើយយើងក៏មានតាក់ទងជាមួយនឹងក្រមួនលាបឯកទេសសរសៃផងដែរយើងក៏មានបន្ថែមជាមួយនឹងគ្រីមធម្មជាតិនិងប្រេងរមៀតដែលវត្ថុធាតុដើមគឺនៅក្នុងស្រុកទាំងអស់យើងអាចបាននាំចូលពីក្រៅប្រទេសទេចាហើយបច្ចុប្បន្នលើសពីការទិញនៅលើទីផ្សារអនឡាញពុកម៉ែបងប្អូនអាចអញ្ជើញជាវផលិតផលតាកាឌីនៅតាមឱសថស្ថានទូទាំងប្រទេសកម្ពុជាបានហើយចាពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺក្រពះពោះវៀនឬដូងបាតរ៉ាំរ៉ៃចាប្រេះឆ្អឹងស្រាំឆ្អឹងពីការស្លាប់ជំហៀងខ្លួនចាចុកដៃចុកជើងអាចអញ្ជើញមកជាវជាមួយនឹងផលិតផលតាកាឌីធានាជូនថាការប្រើប្រាស់ត្រឹមយ៉ាងយូរបំផុតមួយសប្តាហ៍នឹងដឹងប្រសិទ្ធភាពហើយក៏នាងខ្ញុំជាកូនខ្មែរមួយរូបសំណូមពរឲ្យពុកម៉ែបងប្អូនជួយគាំទ្រផលិតផលខ្មែរដើម្បីសេដ្ឋកិច្ចខ្មែររបស់យើងចារីកចម្រើន